ការប្រើប្រាស់ form គឺយើងត្រូវរើសឲ្យបានហ្មត់ចត់និងត្រឹមត្រូវដែរបងប្អូនពីព្រោះថាបើសិនជាយើងរើស form ដែលអត់តាមស្តង់ដារអត់មានបច្ចេកវិទ្យាត្រឹមត្រូវអញ្ចឹងយើងនឹងបណ្ដាលឲ្យ LAN របស់យើងវាសឹកពេលដែលយើងលាងយើងដុសអីហ្នឹងហើយក៏ធ្វើឲ្យវាស្កូតនៅលើ film របស់យើងដែរសម្រាប់បងប្អូនដែលគាត់បិទ film សម្រាប់បងប្អូនដែលគាត់បិទ film ការពារមិនថ្មីទេពេលដែលគាត់បកឬមកក៏ដូរ film នឹងចេញទៅវាអូខេប៉ុន្តែសម្រាប់បងប្អូនដែលគាត់អត់បានបិទ film ឬមកក៏ LAN គាត់លក្ខណៈ LAN ពីអាមេរិកពីអីចឹងទៅដូចខ្ញុំចឹងដែរគឺយើងអត់បានបិទ film អញ្ចឹងហើយគឺផលប៉ះពាល់នៃការកូតទៅលើទឹកថ្នាំស៊ីនហ្នឹងវាងាយប៉ះពាល់មែនតើបើសិនជាយើងប្រើ form ហ្នឹងវាអត់មានអាសារធាតុ collagen ឬមកក៏អាសារធាតុដែលធ្វើឲ្យផ្ទៃទឹកថ្នាំ LAN របស់យើងហ្នឹងរលើបរលោងការពារកម្ដៅថ្ងៃឬមកក៏ស្លក់ពណ៌ហ្នឹងបងប្អូនហើយ form ដែលខ្ញុំយកមកប្រើប្រាស់នឹងចែកម្លែកនេះគឺជាប្រភេទ form KLCB form នេះដែរគឺខ្ញុំប្រើប្រាស់វាចូល4ឆ្នាំមកហើយសម្រាប់ LAN របស់ខ្ញុំដែល LAN យើងអត់បិទ UV ទេ LAN យើងអត់បិទ film ទេអញ្ចឹងហើយគឺទឹកថ្នាំវាដំហែតមកល្អមែនបងប្អូនមើលពពុះរបស់យើងក្រាស់កាប់ខ្លាំងនៅពេលដែលយើងវាយទៅលើទឹកថ្នាំអូខេជួបគ្នាបន្ទាប់នៅវីដេអូទី3ពីការលេងចំណេះ